បើដួលត្រូវតែក្រោកកូនសំឡាញ់ក្នុងការរស់នៅវិញពុំមែនងាយស្រួលគ្រប់បែបយ៉ាងនោះទេជីវិតមានឡើងមានចុះមានសុខមានទុក្ខជាគូទៅជាមួយគ្នាគ្រប់ពេលវេលាជាពិសេសក្នុងរឿងធ្វើការងារកាន់តែធំឧបសគ្គកាន់តែច្រើនបើសិនកូនធ្វើការអ្វីមួយដែលកូនគិតច្បាស់ថាជាការងារល្អនោះជាការងារធ្វើឲ្យរីកចម្រើនបានតែបើពេលធ្វើហើយការងារមិនរីកចម្រើនដូចដែលយើងគិតទុកទេនោះហៅថាមានឧបសគ្គរារាំងហើយកូនត្រូវតែពុះពីឧបសគ្គនោះទៅឲ្យបានដោយសតិបញ្ញាដោយភាពម៉ត់ចត់កុំឆេវឆាវគិតដោះស្រាយតាមសម្របសម្រួលកុំអាលរួញរាអស់កម្លាំងចិត្តឲ្យសោះរបស់ដែលសំខាន់ជាងគេបំផុតក្នុងពេលដែលយើងមានបញ្ហាឧបសគ្គនៅក្នុងជីវិតនោះគឺកម្លាំងចិត្តកុំឲ្យកម្លាំងចិត្តធ្លាក់ចុះការងារឬមាសប្រាក់គ្មានយ៉ាងណាក៏ដោយកុំឲ្យកម្លាំងចិត្តយើងធ្លាក់ទៅតាមត្រូវតែជ្រោមជ្រែងកម្លាំងចិត្តឲ្យបានដូចចាស់បុរាណពោលថាបើដួលឲ្យក្រោកឈរមានន័យថាពេលយើងដួលធ្លុះធ្លាយទៅនោះត្រូវក្រោកឈរតស៊ូជាថ្មីមានតែអ្នកក្រោកឈរឡើងតស៊ូនោះទេទើបអាចទៅដល់គោលដៅបានពេលដែលយើងដួលនៅលើផ្លូវហេតុអីយើងត្រូវដេកនៅបែបនោះហេតុអីយើងមិនប្រញាប់ក្រោកឡើងហើយដើរទៅមុខទៀតដូចគ្នានឹងពេលដែលយើងមានឧបសគ្គឬជួបនឹងការអស់សង្ឃឹមហេតុអ្វីយើងមិនធ្វើចិត្តឲ្យរឹងមាំអស់ទាញខ្លួនឯងចេញពីការអស់សង្ឃឹមនោះហើយក្រោកឈរឡើងដកដង្ហើមឲ្យស្រួលរួចឈានដើរទៅមុខដោយភាពជឿជាក់ដោយសតិបញ្ញានិងដោយមានការប្រុងប្រយ័ត្នជាងមុនប្រើកំហុសខុសឆ្គងដែលមានកន្លងមកជាគ្រូសម្រាប់ដាស់តឿនមកធ្វើជាមេរៀនដើម្បីកុំឲ្យមានការខុសឆ្គងបែបនោះទៀតហើយព្រមឈានទៅមុខដោយភាពជឿជាក់និងដោយកម្លាំងចិត្តដែលរឹងមាំនោះ